ngàyนี้ខ្ញុំចង់មកចែករំលែកនៅបទពិសោធន៍មួយដែលជាបទពិសោធន៍ផ្ទាល់ខ្លួនហើយពិតៗតកតងជាមួយនឹងការមានផ្ទៃពោះដែលចែកដន្យអ្នកនរគ្នាបើសិនជាអត់មានកម្រងក្នុងការមានកូនទេចែកដន្យអីអ្នកនរគ្នាមានកូនដោយអត់ដឹងខ្លួនអ្នកនរគ្នាមានអារម្មណ៍យ៉ាងម៉េចរំភើបសប្បាយចិត្តរីករាយឬមួយក៏ពិបាកចិត្តសម្រាប់ខ្ញុំជាបទពិសោធន៍បងអត់សប្បាយចិត្តតតែសោះពេលហ្នឹងពិបាកចិត្តខ្លាំងហើយភ័យទៀតដោយសារតែពេលមានហ្នឹងយើងអត់មានកម្រងក្នុងការយកកូនទេមានដោយចែកដន្យដោយអត់ដឹងខ្លួនតែម្ដងហើយចិត្តសង្ស័យអញ្ចឹងណាថាអាចមានឬអត់ព្រោះដោយសារតែបាត់ថ្ងៃយូរវាហួសពេលអញ្ចឹងទៅក៏រៀងសង្ស័យហើយក៏បានទៅទិញប្រាប់តែទឹកនោមហ្នឹងយកមកតែហើយក៏អត់ឃើញលទ្ធផលទៀតឃើញត្រេតែមួយត្រេពេលហ្នឹងភ័យអភ័យអត់ថាអើយហើយជាអត់អីទេហើយក៏មានអារម្មណ៍ថាហើយជាអត់ដល់គ្រប់ថ្ងៃព្រោះទៅតាមមួយអាទិត្យអញ្ចឹងណាអញ្ចឹងរងចាំរហូតដល់ទៅ11ថ្ងៃបានខ្ញុំទៅធ្វើការតេស្តម្ដងទៀតឃើញលទ្ធផលមកពីកម្មពេលហ្នឹងរៀងញ័រដៃសង្កថារបូតរាប់តេស្តធ្លាក់ពីលើដៃហើយឃើញពីកម្មហ្នឹងឃើញព្រាលទៀតអញ្ចឹងយើងបបិសោតដំបូងយើងតេស្តអត់ដែលដឹងថាតេស្តព្រាលអញ្ចឹងមានឬអត់ទេព្រោះវាឃើញមួយច្បាស់មួយទៀតអត់ច្បាស់ហើយព្រាលមែនតែនហើយធ្លាប់តែឃើញគេផុសមកមានព្រាលពីកម្មពីអីចឹងទៅណាអញ្ចឹងទៅអាហ្នឹងបងគេមានហើយយើងព្រាលអញ្ចឹងអត់ដឹងថាមានអត់ឯខំចូលទៅ search YouTube បន្ថែមអញ្ចឹងទៅគេថាព្រាលហ្នឹងគឺមានហើយចឹងដឹងជារឿងមួយដែលខ្ញុំចាប់ផ្ដើមញ័រដៃមែនតើហើយក៏បានយកទៅប្រាប់ប្តីក៏ភ័យដែរដោយសារពេលមានហ្នឹងយើងអត់មានកម្រងក្នុងការមានកូនទេយើងគិតថាអាចនឹងមាននៅឆ្នាំក្រោយចុះឆ្នាំហ្នឹងអត់តន់យកទេអញ្ចឹងពេលដែលមានហ្នឹងមុនពេលដែលខ្ញុំចង់ទៅពិនិត្យសុខភាពជាមួយពេទ្យប្រហែលជា3ទៅ6ខែធម្មតាឥឡូវនេះអ្នកណាក៏ដឹងដែរសម័យនេះមុនពេលដែលយើងត្រៀមចង់យកកូនអញ្ចឹងយើងតែងតែទៅពិនិត្យសុខភាពទាំងអស់គ្នាដើម្បីថែរក្សាសុខភាពជៀសវាងអាហារមិនល្អដើម្បីឲ្យបាននៅកូនមួយដែលមានសុខភាពល្អតែពួកខ្ញុំគឺអត់បានទៅធ្វើរឿងហ្នឹងទេដោយសារតែមានដោយចែកដន្យតែម្ដងហើយមូលហេតុដែលធ្វើឲ្យខ្ញុំភ័យហ្នឹងគឺវាមានតកតងជាមួយនឹងការវះធ្គាមតនេះពេលហ្នឹងខ្ញុំធ្លាប់ទៅឆៃសុខភាពធ្មេញជាមួយនឹងពេទ្យហ្នឹងតែត្រូវជាបងថ្លៃរបស់ខ្ញុំគាត់ប្រាប់ថាធ្មេញហ្នឹងគួរតែវះចេញទៅការពារពេលដែលថ្ងៃក្រោយចង់មានកូនយើងអាចមានបញ្ហាដោយសារវាព្រោះវាមានតកៅស៊ីហើយវាអាចនឹងធ្វើឲ្យយើងឈឺអញ្ចឹងខ្ញុំធ្លាប់ទៅលើគេប្រាប់ថាវះធ្គាមតហ្នឹងវាឈឺខ្លាំងអ្នកខ្លះក្តៅខ្លួនអត់ថ្ងៃអ្នកខ្លះដកធ្គាមប៉ើងប៉ុណ្ណេះអីចឹងក៏មានអីចឹងណាហើយខ្ញុំជាមនុស្សដែលខ្លាចឈឺអញ្ចឹងជាតែវិជាពីមួយថ្ងៃទៅមួយថ្ងៃអត់ហ៊ានទៅវះទេរហូតដល់ថ្ងៃមួយហ្នឹងបងថ្លៃដែលជាអ្នកដែលត្រូវវះឲ្យខ្ញុំហ្នឹងគាត់ត្រូវចេញទៅក្រៅប្រទេសតែអញ្ចឹងខ្ញុំសម្រេចចិត្តថាបើមិនវះហើយទេពេលដែលឈឺហើយអ្នកក្រោយទៅវះត្រូវទៅវះពេទ្យផ្សេងហើយទាំងដែលប្តីគាត់ប្រាប់ថាបងថ្លៃខ្ញុំហ្នឹងគាត់ជាពេទ្យមួយដែលល្អមានថ្មីដៃជំនាញច្បាស់លាស់ហើយគាត់ជាមនុស្សស្រីហើយប្តីគាត់ឧស្សាហ៍ថាមិននឹកស្មានថាមនុស្សស្រីអាចវះអាចធ្វើការទៅជាមួយផ្នែកធ្មេញបានល្អប៉ុណ្ណឹងស្មានទឹកដៃមនុស្សប្រុសព្រោះថាធម្មតាដៃមនុស្សប្រុសវាធ្ងន់ជាងតែគាត់ជាមនុស្សស្រីធ្វើការមកចាត់ឲ្យបានល្អប៉ុណ្ណឹងអញ្ចឹងខ្ញុំលើការសរសើររបស់ប្តីខ្ញុំត្រូវធ្វើយ៉ាងម៉េចណាត់គាត់ហ្នឹងវាឲ្យបានមុនពេលដែលគាត់ទៅក្រៅប្រទេសហ្នឹងអញ្ចឹងក៏ណាត់ឡើងទៅក៏ confirm ឲ្យគ្នាជាមួយគាត់ព្រោះគាត់ជាមនុស្សដែលរវល់តែទៅពេលវាហើយអញ្ចឹងទៅញ៉ាំថ្នាំសាហាយធម្មតាដែលគាត់ឲ្យមកព្រោះយើងគាត់មានតាំងតែខ្លួនឯងមានទាំងនោះនេះពេលទៅវះហ្នឹងគឺយើងទៅវះថ្មិញតែមិនតែថ្មិញជាប្រឈរថ្មីខ្លះគេគាត់ដកឲ្យធ្គាមតតែថ្មីខ្ញុំគឺវះតែដល់សាវិដេកអញ្ចឹងយើងពេលដល់ពីវះហើយហ្នឹងយើងត្រូវញ៉ាំថ្នាំសារយៈពេលដូចជាមួយសប្តាហ៍កាលហ្នឹងអញ្ចឹងពេលដែលបន្ទាប់ពីមួយសប្តាហ៍ហ្នឹងខ្ញុំតាមដាននៅគេថាវត្តលើខ្លួនឯងហ្នឹងអត់ឃើញមកអញ្ចឹងចាប់បានភ័យតិចរហូតដល់11ថ្ងៃតេស្តឃើញចាប់បានភ័យខ្លាំងមែនតើព្រោះគាត់ថាថ្នាំសាសហ្នឹងវាអាចប៉ះពាល់ដល់សុខភាពកូនទី1យើងអត់បានទៅចែកសុខភាពទី2យើងទៅលេបថ្នាំសាសទៀតអញ្ចឹងខ្ញុំដឹងថាកូនដែលមាននៅក្នុងពោះខ្ញុំហ្នឹងសុខភាពយ៉ាងណាទេខ្ញុំភ័យខ្លាំងមកអញ្ចឹងពេលហ្នឹងខ្ញុំអត់ដឹងថាត្រូវធ្វើម៉េចទេមានក្រៅពីយើងទៅសួរពេទ្យផ្នែកសម្ភពដែលជំនាញប៉ុន្តែពេទ្យដែលខ្ញុំធ្លាប់ទៅភាសាជាមួយថាផ្សាពីមុនហ្នឹងជាពេទ្យធំធម្មតាយើងអាចថាតែភ្លាមទៅជួបថ្ងៃហ្នឹងភ្លាមអត់បានទេយើងត្រូវធ្វើការណាត់ឲ្យជាក់ស្ដែងពីមុនហ្នឹងគាត់ត្រូវណាត់ទុក3ខែមិនអាចជួបបានអញ្ចឹងយើងគាត់ថាឲ្យទៅចាំ3ខែមិនបានទៅជួបគាត់អញ្ចឹងយើងក៏ឆែកមួយពេទ្យទៅចិត្តផ្ទះអញ្ចឹងទៅគាត់ថាអត់អីទេថ្នាំហ្នឹងវាប៉ះពាល់ទេដោយសារតែអាយុកយើងត្រឹមតែ1ខែត្រឹមតែ1ខែអញ្ចឹងណាអញ្ចឹងគឺវាមានផលប៉ះពាល់ទេកុំឲ្យតែយើងញ៉ាំបន្តទៅទៀតប៉ុន្តែខ្ញុំដូចជាអស់ចិត្តទេដោយសារតែពេទ្យដែលយើងសួរនៅជិតផ្ទះធ្វើឲ្យតែយើងមានការសប្បាយចិត្តខ្លះប៉ុន្តែយើងអស់ចិត្តទេដោយសារគាត់ត្រឹមតែជាពេទ្យ pharmacy គាត់ចេះសម្ពុបខ្លះមែនប៉ុន្តែគាត់មិនមែនជាដុកទ័រដែលជំនាញទៅលើផ្នែកហ្នឹងគាត់មិនមែនជាអ្នកដែលជួបបទពិសោធន៍ទៅលើស្ត្រីមានកនឹងច្រើនជួបករណីពិសេសច្រើនអញ្ចឹងយើងគ្រាន់សប្បាយចិត្តបានតាមមួយកម្រិតទេក៏អត់ថាព្រមចង់ថាឲ្យរំសាយអារម្មណ៍ហ្នឹងគឺអត់តទេអញ្ចឹងខ្ញុំក៏ណាត់ទៅពេទ្យមួយទៀតណាត់ពេទ្យមួយទៀតនៅពេលយើងជួបដុកទ័រដែលយើងចង់ជួបអត់បានយើងក៏ជួបដុកទ័រណាដែលយើងអាចជួបបានអញ្ចឹងក៏គាត់ប្រាប់ថាថ្នាំហ្នឹងអត់មានផលប៉ះពាល់ទេអត់អីទេអាចញ៉ាំបានគ្រាន់ថាវាមួយប្រភេទនោះបើសិនជាយើងញ៉ាំនៅត្រីមេទី2អាចធ្វើឲ្យប៉ះពាល់ទៅដល់ផ្នែកបេះដូងកូនរបស់យើងធ្វើឲ្យបេះដូងកូនយើងអាចបិទអត់ចិត្តដែលហៅថាក្មេងមានបេះដូងចំហបងប្អូនថតលឺហើយ
ជំងឺមួយនេះដែលអ្នកខ្លះមានតាំងពីកំណើតហើយជាអាចតកតងករណីផ្សេងៗគ្នាអញ្ចឹងបើសិនជាខ្ញុំញ៉ាំថ្នាំហ្នឹងនៅកំឡុងពេលដែរដូចជាត្រីមានទី2បន្តញ៉ាំណាអាចនឹងធ្វើឲ្យមានបញ្ហាហ្នឹងអញ្ចឹងដល់ពេលហ្នឹងធ្វើបើតាការសប្បាយចិត្តរបស់ខ្ញុំមានធូរស្បើយបានមួយកម្រិតទៀតប៉ុន្តែក៏យើងនៅមានការបារម្ភដែរធម្មតាអ្វីក៏ដោយវាអាចកាត់មានឡើងគេថាមានករណីពិសេសករណីចែកដន់មួយចំនួនវាកើតឡើងរហូតអត់ទៀងណាដល់ពេលអញ្ចឹងយើងអត់តន់សប្បាយចិត្ត 100% គាត់ថាអាចបានស្បើយចិត្តបែរជា50 ដល់ 60% អញ្ចឹងក៏ខ្ញុំនៅតាមរោងចាំមើលព្រោះពេលដែលទៅអេកូមួយពេទ្យដូចជាខ្ញុំបាន6សប្តាហ៍អញ្ចឹងបេះដូងកូនយើងអត់តាន់មានទេតតែពី7ទៅ8សប្តាហ៍បានមានបេះដូងអញ្ចឹងអារម្មណ៍ខ្ញុំនៅថប់ឡើយថាដឹងមិនទេបេះដូងកូនយើងវាអូខេដោយគេធម្មតាអត់យើងនៅបារម្ភអញ្ចឹងដេកភ័យរហូតរយៈពេលដល់ពី6សប្តាហ៍រហូតដល់7ដូចជាខ្ញុំចាប់ផ្ដើមទៅអេកូលើកទី2ហ្នឹងដូចជានៅសប្តាហ៍ទី8អញ្ចឹងរងចាំឡើងកន្លះខែអញ្ចឹងអារម្មណ៍ភ័យហ្នឹងវាដកចាប់កន្លះខែទៀតរហូតបានទៅជួបពេទ្យទៅពេទ្យ confirm ថាអត់បញ្ហាឯងបេះដូងកូនយើងវាល្អធម្មតាដូចក្មេងទូទៅខ្ញុំទៅការលូតលាស់កូនយើងគឺធម្មតាអញ្ចឹងយើងនេះយ៉ាងណាតលាក់អារម្មណ៍មួយឡើងភ័យឡើងអីតែអាកូនចិត្តភ័យខ្លាំងណាវាអស់មែនតែអាកូនចិត្តភ័យតិចក៏នៅតែមានដែរព្រោះយើងនៅឆ្នាំសាសទោះបីបើតែវាអត់មានផលប៉ះពាល់ប៉ុន្តែយើងអត់បានទៅធម្មតាមុននឹងទំនងហ្នឹងគេឲ្យយើងញ៉ាំ acid folic ដូចជា acid folic សំទៅ folic acid ខ្ញុំភ្លេចឈ្មោះវាបាត់ហើយខានញ៉ាំទៅហើយឥឡូវអត់បានចាប់អារម្មណ៍វាភ្លេចឈ្មោះហើយអ្នកដែលមានទាំងអនជួយប្រាប់ផងថ្ងៃខែស្អីគេខ្ញុំភ្លេចហើយតែតទៅជាមួយហ្នឹងគឺវាសំខាន់ណាស់ក្នុងការឲ្យកូនយើងវាលូតលាស់ទៅលើគ្រប់ផ្នែកឲ្យល្អហើយយើងអត់បានញ៉ាំត្រៀមហើយយើងលេខខាងសាសអញ្ចឹងអារម្មណ៍យើងនៅតែភ័យខ្លះអញ្ចឹងខ្ញុំតាមដានពីមួយខែទៅមួយខែរហូតដល់ខែទី5ពេទ្យ confirm ថាកូនយើងសុខភាពធម្មតារហូតទៅខ្ញុំសប្បាយចិត្តប៉ុន្តែក៏អត់ជៀសផុតពីរឿងដែលខ្ញុំត្រូវសោកសៅម្ដងទៀតដែរហើយខ្ញុំនឹងចេញវីដេអូមួយទៀតដែលខ្ញុំទទួលអារម្មណ៍សោកសៅមួយទៀតហើយក្តុកក្តួលមែនតើសូម្បីតែនិយាយហ្នឹងក៏រៀងអួរដើមកដែរប៉ុន្តែខ្ញុំសូមនិយាយទៅមួយវគ្គទៀតដោយសារតែនិយាយវីដេអូនេះវាអាចវែងហើយវារឿងពីរផ្សេងគ្នាក៏ខ្ញុំចង់ចែកម្លែកពីបទពិសោធន៍នៃការមានផ្ទៃពោះដោយចែកដន់ថាវាមានអារម្មណ៍យ៉ាងម៉េចពេលដែលយើងជួបករណីពិសេសមួយចំនួនវាពិបាកខ្លាំងអញ្ចឹងខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាមុនមានកូនហ្នឹងសូមប្រយ័ត្នឲ្យបានខ្ពស់ត្រៀមខ្លួនឲ្យបានរួចជាស្រេចឲ្យយើងធ្វើអ្វីត្រៀមរួចរាល់អស់ហើយមុននឹងសម្រាប់ចិត្តថាមានផ្ទៃពោះហ្នឹងកុំឲ្យមានដោយចែកដន់ដូចខ្ញុំធ្វើឲ្យយើងមានអារម្មណ៍ថាពេលខ្លះសោកស្ដាយដែលយើងអត់បានត្រៀមខ្លួនរួចរាល់រួចជាស្រេចទៅលើការគ្រប់ផ្នែកទៅលើការឆែកសុខភាពទៅលើគេថាផ្លូវចិត្តអីទាំងអស់គឺយើងត្រូវត្រៀមទាំងអស់ហ្មងមុនមានកូនព្រោះពេលដែលមានកូនមកវាពាក់ព័ន្ធរឿងច្រើនមែនតើចឹងខ្ញុំមានប៉ុណ្ណឹងហើយចង់បញ្ជាក់ថាការដែលខ្ញុំវះធ្គាមតហ្នឹងខ្ញុំញ៉ាំថ្នាំសាសហ្នឹងគឺវាអត់មានផលប៉ះពាល់ចំពោះកូនខ្ញុំទេពេលដែលយើងញ៉ាំកំឡុងពេលមួយខែហ្នឹងចាមានប៉ុណ្ណឹងអរគុណ